សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំដែលវីដេអូយើងនេះដែរគឺយើងនិយាយអំពីការ download និង configuration DNS server នៅលើម៉ាស៊ីន Windows របស់យើងគឺខ្ញុំតេស្តនៅលើម៉ាស៊ីន Windows 2022អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាប្រើ Windows ផ្សេងយើងគាត់ទៅខុស interface គ្នាតិចតួចទេអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងទៅធ្វើការ start នៅក្នុងការ download និងការ configuration របស់យើងទាំងអស់គ្នាជាដំបូងយើងត្រូវចូលមក set IP ឲ្យម៉ាស៊ីនរបស់យើងសិនបើសិនជាម៉ាស៊ីនរបស់យើងថ្មីទៅតែ install មកវាច្បាស់ជាអត់មាន IP អញ្ចឹងយើងត្រូវទៅ set IP វាអញ្ចឹងកន្លែងនេះខ្ញុំចូលទៅកាន់ property ខ្ញុំនឹងទៅបង្ហាញ IP ហ្នឹងហើយ DNS របស់ខ្ញុំដែលខ្ញុំ set ឲ្យម៉ាស៊ីនរបស់ខ្ញុំនេះគឺជា IP របស់ម៉ាស៊ីនខ្ញុំហើយនេះគឺជា subnet mask វាស្ថិតនៅក្នុង/24 ហើយអានេះគឺជា gateway របស់វាចំណែកអានេះគឺជា DNS server របស់វាគឺខ្ញុំយកទៅដូចនឹង IP address របស់ម៉ាស៊ីនខ្ញុំដោយសារតែខ្ញុំធ្វើម៉ាស៊ីនរបស់ខ្ញុំហ្នឹងគឺជា DNS អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មានទេអ្នកទាំងអស់គ្នាអាចចូល set នៅលើហ្នឹងបានអញ្ចឹងបើខ្ញុំមានស្រាប់អីខ្ញុំអត់ចាំបាច់ set ទៀតទេនៅពេលដែលអ្នកទាំងអស់គ្នាធ្វើការ set IP វាគឺយើងត្រូវ restart ម៉ាស៊ីនម្ដងដើម្បីឲ្យវាស្គាល់ IP នៅលើហ្នឹងអញ្ចឹងយើងចូលទៅដល់ចំណុចមួយទៀតគឺយើងនិយាយអំពីការ install DNS server របស់យើងនេះអត់មានន័យបាទេយើងចូលទៅកន្លែងពាក្យ manage នៅលើ bar ខាងលើនេះមកយើងចុច add rule and feature ហ្នឹងបន្តមកទៀតយើងយក installation type យើងចុច next កន្លែងនេះយើងយកតាម default វាមកយើងចុច next ទៀតបន្តមកទៀតកន្លែងនេះគឺយើងរើសយកពាក្យថា DNS server បន្ទាប់ពីយើងរើសហើយយើងចុច add feature នេះមកយើងចុច next កន្លែងនេះយើងចុច next តាមវាទៀតមកដល់កន្លែងនេះយើងធ្វើការចុច tick នៅលើនេះទៅយើងយកតាមមួយ default ដែលវាផ្ដល់ឲ្យនឹងមកបន្តមកទៀតយើងចាំមួយ place សិនទៅដើម្បីឲ្យវាដើរ download របស់វានេះពេញចាំ place ទៅបន្ទាប់ពីយើងបាន download វាពេញហើយយើងធ្វើការចុច close វាមកកន្លែងនេះយើងចុច cancel វាមកនេះគឺយើងបាន download DNS របស់យើងហើយនៅពេលដែលយើង download DNS របស់យើងនេះវានឹងចេញនៅកន្លែងខាងឆ្វេងនេះដាក់ថា DNS បន្តមកទៀតគឺយើងទៅធ្វើការ configuration DNS ហើយនឹងធ្វើការបង្កើត domain នៅលើវាយើងចុចមកលើពាក្យថា tool នេះមកបន្តមកទៀតយើងយកពាក្យថា DNS បន្តមកទៀតយើងចូលមកកន្លែងwin queen នេះអាហ្នឹងគឺជា server របស់យើងហើយបន្តមកទៀតយើងចូលទៅកន្លែងforward lookup zone នេះយើងអាច right click លើវាដើម្បីធ្វើការបង្កើត zone អញ្ចឹងខ្ញុំធ្វើការបង្កើត zone មួយដល់ខ្ញុំបង្កើតវាជា primary zone ហើយខ្ញុំដាក់ឈ្មោះថាdomain ចាខ្ញុំដាក់ឈ្មោះថា domain.com ហើយខ្ញុំចុច next កន្លែងនេះគឺខ្ញុំមាន domain.com នេះខ្ញុំពេញនេះតាមវាមកខ្ញុំយកតាម default កន្លែងនេះយើងអាចយកខាងលើនេះក៏បានឬក៏យើងយកតាម default របស់វានេះក៏បានអញ្ចឹងខ្ញុំយកឲ្យខាងលើទៅខ្ញុំអត់ចង់យកតាម default របស់វាទេខ្ញុំចុច finish មកយើងនឹងទទួលបាន domain មួយដែលស្ថិតនៅក្នុងforward zone នេះអញ្ចឹងមួយទៀតគឺយើងចូលមកកន្លែងriver zone នេះខ្ញុំទៅធ្វើការបង្កើត zone មួយដែរខ្ញុំយកវាជា primary zone ដែរហើយយកវាជា IPv4 គឺឲ្យដូច IP ម៉ាស៊ីនរបស់យើងហ្នឹងដោយសារតែម៉ាស៊ីនរបស់យើងគឺយើងប្រើ IPv4 អញ្ចឹងខ្ញុំយក 192.168.10 ចុច 10 នេះយើងស្ថិតនៅក្នុង rank ជាមួយម៉ាស៊ីនរបស់យើងអញ្ចឹងយើងដាក់ដូចគ្នាមកបើសិនជាម៉ាស៊ីនរបស់យើងដាក់ចុច 20.30 អីយើងដាក់កន្លែងហ្នឹងចុច 20.30 ដែរមកកន្លែងនេះរបស់ខ្ញុំអាចឆែក IP បានតែខ្ញុំដាក់ថា IP config វាយ IP config មកខ្ញុំឃើញហ្នឹងនេះគឺរបស់ខ្ញុំស្ថិតនៅក្នុង rank 10អញ្ចឹងDNS server របស់ខ្ញុំកន្លែង zone របស់ខ្ញុំគឺខ្ញុំប្រើនៅ rank 10ដែរអញ្ចឹងខ្ញុំចុចនេះទៀតមកកន្លែងនេះខ្ញុំចុចនេះអូខេខ្ញុំចុចនេះរហូតមក finish បន្តមកទៀតយើងនឹងទទួលបានreverse zone មួយហើយនឹងforward lookup zone មួយអញ្ចឹងខ្ញុំទៅធ្វើការបង្កើតhost នៅលើdomain ដែលយើងបានបង្កើតហ្នឹងអញ្ចឹងខ្ញុំដាក់ថា www
ហើយកន្លែងនេះគឺជា domain កន្លែងនេះ IP អញ្ចឹងខ្ញុំចង់ set ឲ្យវាទៅជា 192.168.10 ប៉ុន្តែខ្ញុំឲ្យវា start ពី 2 ទៅអញ្ចឹងនៅពេលដែលគេវាយពាក្យថា www.domain.com ហ្នឹងវានឹងបោះ IP ឲ្យមកគឺ 192.168.10.2 អញ្ចឹងខ្ញុំធ្វើការ add home មួយបានបន្តមកទៀតខ្ញុំទៅធ្វើការ add មួយទៀតនៅលើ domain យើងដដែលហ្នឹងខ្ញុំដាក់ពាក្យថា web. អូខេមិនបាច់ដកទេវានឹងចេញអូតូឲ្យកន្លែងនេះហើយខ្ញុំដាក់ 192.168.10.3 ខ្ញុំឲ្យវាខុសគ្នាកន្លែងនេះយើងគ្រីសក៏បានយើងអត់ក៏បានអញ្ចឹងខ្ញុំចុច add host តោះមកទៀតខ្ញុំយកពាក្យថា done បន្ទាប់ពីយើងបានបង្កើត host នៅលើហើយ domain នៅក្នុង forward lookup zone ហើយយើងទៅភ្ជាប់វាជាមួយនឹង reverse zone ម្ដងទៀតគឺយើង right click លើវាបន្តមកទៀតយើង add new pointer នេះមកហើយបន្តមកទៀតយើងចុចពាក្យថាប្រើដើម្បីចូលទៅរកហើយ zone នៅក្នុង forward lookup zone នេះតើមកយើងចូល domain របស់យើងខ្ញុំយកពាក្យនេះមកនេះខ្ញុំយក www នេះមកខ្ញុំ add www នេះមួយមកខ្ញុំចុច OK តមកទៀតខ្ញុំទៅ add ហើយ web មួយដែរ web មួយទៀតគឺចូលមកកន្លែងដូចគ្នាបើសិនជាយើងមាន domain ច្រើនយើងរើស domain របស់យើងមកឥឡូវខ្ញុំមាន domain តែ2ទេback អូខេខ្ញុំទៅ add មួយទៀតនេះខ្ញុំចូលពាក្យថា down ខ្ញុំយកពាក្យ web ម្ដងអញ្ចឹងខ្ញុំធ្វើការ add www មួយនិង add web មួយអញ្ចឹងខ្ញុំធ្វើការ refresh វាសិនដើម្បីទៅធ្វើការ test ឲ្យអ្នកនរគ្នាមើលអូខេអញ្ចឹងយើងចូលទៅកាន់ CMD បន្តមកទៀតយើងវាយពាក្យថា ns lookup ហើយបន្តមកខ្ញុំវាយពាក្យថា www.domain.com មកខ្ញុំនោះវានឹងបោះ IP ឲ្យយើងមកហើយគឺ 192.168.10.2 គឺដូចដែល IP ដែលយើងបាន set ឲ្យវានៅលើ DNS របស់យើងមិញនេះអញ្ចឹងនេះយើងចូលមកមើលទៅនេះ IP របស់យើងគឺ 192.168.10 មួយទៀតយើងអាចចូលទៅ test មួយទៀតគឺ ns lookup web.domain.com អញ្ចឹងខ្ញុំធ្វើការ enter ទៅនេះវានឹងបោះ IP ឲ្យយើងគឺ 192.168.10.3 អញ្ចឹងមានន័យថា DNS របស់យើងបង្កើតបានសម្រេចហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បង្កើត domain ច្រើនគឺយើងអាចទៅបង្កើតនៅក្នុង forward lookup នេះយើងអាចបង្កើត domain មួយទៀតមកហើយយើងអាចដាក់ក្បាលពីមុខនេះអីក៏បាននេះសន្និចិត្តយើងអាចដាក់ web ក៏បាន mail ក៏បានឬក៏ www ក៏បានឬក៏យើងដាក់ ns មួយអីចំណាំថាហ្នឹងជា domain របស់យើងទៅហើយយើងអាចប្រើវាបាននេះដោយគ្រាន់តែយើងយកនេះយើងយក IP របស់យើងនេះទៅដាក់លើម៉ាស៊ីនណាដាក់នៅក្នុង DNS របស់ម៉ាស៊ីនណាមួយទៅអញ្ចឹងម៉ាស៊ីននោះនឹង join នៅក្នុង domain របស់យើងហើយម៉ាស៊ីននោះនឹងក្លាយទៅជា client របស់ domain យើងអញ្ចឹងសម្រាប់វីដេអូដែលបង្ហាញអំពីការ download និង configuration DNS server នៅលើម៉ាស៊ីន Windows របស់ខ្ញុំគឺមកដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការតាមដានទស្សនារបស់ខ្ញុំតាំងពីដើមរហូតដល់ចប់